បងប្អូន YouTuber ម្នាក់បានល្បីល្បាញទូទាំងពិភពលោកនៅក្នុងការផលិតមាតិកាហើយគាត់នោះមានឈ្មោះថា Mr Beast ឈ្មោះ Channel ហ្នឹងគឺឈ្មោះហៅក្រៅទៅបងប្អូនហើយឈ្មោះផ្លូវការរបស់គាត់ហ្នឹងគឺមានឈ្មោះថា James Stephen អូខេថ្ងៃនេះយើងនឹងទៅលម្អិតជាមួយគ្នាពាក់ព័ន្ធជាមួយនឹងចំណូលហើយនឹងចំនួន subscriber និង view ហើយនឹងព័ត៌មានផ្សេងទៀតពី channel របស់គាត់ហើយអ្វីដែលជាចំណុចពិសេសតើគាត់មាន technique នៅក្នុងការផលិតមាតិកាវីដេអូរបស់គាត់យ៉ាងម៉េចទើបទទួលបានភាពជោគជ័យទូទាំងពិភពលោកបានហ្នឹងអូខេអញ្ចឹងដំបូងយើងចូលទៅសង្ខេបពាក់ព័ន្ធជាមួយនឹងតើ Mr Beast ជាអ្នកណាហើយគាត់ធ្វើអីខ្លះអញ្ចឹង Mr Beast គាត់កើតនៅក្នុងឆ្នាំ1998ហើយបងប្អូនហើយគាត់ទើបឆ្នាំអាមេរិកហ្នឹងហើយគេប្រសិទ្ធនាមគាត់ថាជាស្ដេច YouTube ដោយសារគាត់មាន subscriber ច្រើនជាងគេមកអស់ទូទាំងពិភពលោកហើយ content ដែលគាត់ធ្វើភាគច្រើនគឺគាត់ធ្វើជា challenge មានន័យថាជាកម្មវិធីប្រកួតប្រជែងដើម្បីទទួលបានរង្វាន់ឈ្នះរង្វាន់អីចឹងទៅណាហើយរង្វាន់ដែលគាត់ដាក់ហ្នឹងមានឡានមានផ្ទះមានកោះឬក៏ដីមានអីចឹងទៅហើយក្រៅពី YouTube គាត់ក៏មានអាជីវកម្មខាងក្រៅដែរដែលមានអាជីវកម្មជាសូកូឡាមានន័យថាជាប្រភេទនំសូកូឡាឬក៏ស្ករគ្រប់សូកូឡាចឹងទៅហើយមាននំកញ្ចប់ទៀតណាហើយមានហាង burger ខ្លួនឯងសម្រាប់ channel របស់គាត់មាន subscriber ទាំងអស់រហូតដល់ទៅ506លានមាន view សរុប131,895 លាន view វីដេអូដែលគាត់ធ្វើរយៈពេល14ឆ្នាំជាងនេះគាត់ធ្វើតែ990វីដេអូទេបងប្អូនហើយ channel ដែលគាត់បង្កើតនៅក្នុងឆ្នាំ2012នៅខែ2ថ្ងៃទី20ហើយចំណាត់ថ្នាក់នៅក្នុងសហរដ្ឋអាមេរិកគាត់ជា YouTuber ដែលមានចំណាត់ថ្នាក់លេខ1តែម្ដងណាលើពិភពលោកគាត់ក៏លេខ1ដែរបងប្អូនហើយចំណុចនេះគឺជាចំណុចសំខាន់ដែលខ្ញុំក៏ដូចជាអ្នកនរគ្នាចង់ដឹងពាក់ព័ន្ធជាមួយនឹងចំណូលរបស់គាត់នៅកន្លែងនេះប៉ុន្តែយើងទៅមើល subscriber ដែលគាត់ទទួលបានរយៈពេល30ថ្ងៃចុងក្រោយណាសរុប30ថ្ងៃចុងក្រោយគាត់មាន subscriber រហូតដល់ទៅ12លានហើយ view សរុប30ថ្ងៃចុងក្រោយគាត់ទទួលបានដល់ទៅ 5.1 million ហើយពាក់ព័ន្ធជាមួយនឹងចំណូលប្រចាំខែការព្យាករណ៍គាត់អាចរកចំណូលពីការទស្សនាវីដេអូពីមនុស្សទូទាំងពិភពលោកចន្លោះចាប់ពី 1.3 លានរហូតដល់ទៅ21លានប្រចាំខែហើយប្រចាំឆ្នាំគាត់អាចរកចំណូលបានចន្លោះពី11លានរហូតដល់ទៅ173លានប្រចាំឆ្នាំហើយពាក់ព័ន្ធជាមួយនឹង metric channel metric របស់គាត់14ថ្ងៃចុងក្រោយអញ្ចឹងយើងមើលពីថ្ងៃទី19ថ្ងៃទី19ខែ6ឆ្នាំ2026យើងនេះក្នុងមួយថ្ងៃគាត់អាចរកចំណូលបានពីការទស្សនាវីដេអូ63,000ដល់1លានដុល្លារក្នុងមួយថ្ងៃអញ្ចឹងគាត់នៅថ្ងៃទី20ក៏បានប៉ុណ្ណេះរហូតមកដល់ថ្ងៃទី2ខែ7ឆ្នាំ2026នេះគាត់រកបានទាបបំផុតក៏ 32,000 ដែរហើយដល់ទៅ 59,000 ដុល្លារហើយពាក់ព័ន្ធជាមួយនឹងមធ្យមភាពប្រចាំថ្ងៃដែលគាត់រកចំណូលបានពីការទស្សនាវីដេអូពីមនុស្សទូទាំងពិភពលោកគាត់ជាមធ្យមគាត់អាចរកបាន 43,000 ក្នុងមួយថ្ងៃជាមធ្យមប្រចាំសប្តាហ៍គាត់អាចរកបាន 214,000 ប្រចាំសប្តាហ៍ចឹងពាក់ព័ន្ធជាមួយនឹងចំណូលនេះច្រើនខ្លាំងមែនទែនសម្រាប់បើនិយាយទៅសម្រាប់យើងច្រើនខ្លាំងហើយសម្រាប់ Mr Beast ជារឿងធម្មតារបស់គាត់ដែរអញ្ចឹងយើងទៅមើលមួយទៀតថាតើ channel របស់គាត់ធ្វើយ៉ាងម៉េចហើយ content វីដេអូរបស់គាត់មាតិកាវីដេអូរបស់គាត់នឹងថាតើគាត់ធ្វើយ៉ាងម៉េចទើបទទួលបាន subscriber ច្រើន view ច្រើននិងចំណូលច្រើនខ្លាំងមែនទែនដល់ថ្នាក់ចំណូលលើគេទូទាំងពិភពលោកឯងបងប្អូនអូខេតោះចឹងយើងចូលទៅមើល channel របស់គាត់ជាក់ស្ដែង channel គាត់មានឈ្មោះថា Mr Beast ហើយនេះគឺជាមុខរបស់គាត់យើងឃើញដាក់នៅក្នុង thumbnail ហើយប្រព័ន្ធជាមួយនឹងវីដេអូដែលគាត់ធ្វើភាគច្រើនវីដេអូគាត់ធ្វើតែ30នាទីជាងឯង35 32 32 39 37 42យ៉ាងទៅមានតែគាត់ធ្វើលើពីកន្លះម៉ោងណា
ឥឡូវយើងចូលទៅមើលវីដេអូគាត់ដែលគាត់ទៅនឹង upload ចូលរយៈពេល4ថ្ងៃទទួលបាន view រហូតដល់ទៅ50លាន view ចឹងយើងចូលទៅមើលបន្តិចទៅបងប្អូនណោះតោះ Take off your blindfolds. This is Allison, and if she spends 30 days chained to one of these strangers, I will give her $250,000. Oh, wait. But you choose which one you chain yourself to based on looks alone. Wait, I get to pick? Yeah, you get to pick. That granny, this biker, or the gym bro. Choose carefully, because the one chained to you at the end will have a chance to steal the whole prize. Okay, this is hard. Only having that information, I'm gonna have to go with the middle biker. You don't even know his name. We'll have plenty of time to figure that out. $250,000 decision. Let's see if it pays off. All right, here you go. Hey, how you Nice to doing? meet you. Bryce. My Allison. hands are sweaty. I'm nervous. Oh boy, this is gonna be an interesting video. This is where you'll be living. You got your kitchen. I don't know how to cook, but Do you know how to cook? I'm pretty good. No, I'm pretty You good. got your living room. love it. Any questions? How do I use the bathroom with this? Just go inside, put it under the floor, and there you go. Oh, no, don't do that. Oh, no. The only rules are you can't step on the red line outside or take off the handcuffs. I'll let these two strangers get to know each other. Hey, is it a bad time to say I wish I chose Granny? Yeah, I could be a backstabber. You have no idea. You know the gist. We have hidden cameras covering every inch of this house, minus the bathroom, and what Allison doesn't realize. ដល់ពេលយើងមើលវីដេអូគាត់ហើយសម្រាប់ការថតមានកាមេរ៉ាតែមួយវាយើងអាចថតបានធ្វើបានដែរហើយបច្ចេកទេសនៅក្នុងការកាត់តបងប្អូនការកាត់តយើងអាចប្រើកម្មវិធីកាត់ត professional នឹងទៅបានឬក៏ប្រើកម្មវិធី app មកលើទូរស័ព្ទដៃឬក៏ iPad ឬក៏ computer យើងអាចកាត់បានដែរណាដោយសារវាសាមញ្ញមែនទេហើយបច្ចេកទេសនៅក្នុងការកាត់តទៅយើងមើលសាច់វីដេអូមកគាត់មិនមានចាក់ effect ចាក់អីច្រើនតែមានតែលក្ខណៈសាមញ្ញធម្មតាប៉ុន្តែប្រើ transition ពីកម្មវិធីកាត់វីដេអូដែលមានសាច់នឹងម្ដងហ្នឹងបងហើយពាក់ព័ន្ធជាមួយនឹងការថតបច្ចេកទេសនៅក្នុងការថតគឺសាមញ្ញខ្លាំងមែនទែនសូម្បីតែបងប្អូនធម្មតាដែលដឹងពី foundation នៅក្នុងការថតតិចតួចហ្នឹងក៏អាចធ្វើបានដែរណាអ្វីដែលជា snow ពិសេសដែលធ្វើឲ្យមានការចាប់អារម្មណ៍គឺការរៀបចំ event ឬកម្មវិធីនៅក្នុងការធ្វើ challenge ហ្នឹងគឺមានរង្វាន់ទី1ទី2វីដេអូរបស់គាត់ពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីពីពិតគឺគាត់និយាយបែបលក្ខណៈជា encouragement ជា motivation ហើយឲ្យ surprise ជាមួយនឹងរង្វាន់របស់គាត់នៅតែម្ដងហ្នឹងបងយើងឃើញថាភាពតាក់ទាញនៅក្នុងការធ្វើវីដេអូបច្ចេកទេសល្អហើយដោយសារมันមានអីមើលទៅស្មុគស្មាញសាំញ៉ាំឬក៏មើលទៅពិបាកភ្នែកទេគឺល្អខ្លាំងមែនទែនមានន័យថាសាមញ្ញប៉ុន្តែគុណភាពល្អហើយពាក់ព័ន្ធជាមួយនឹងមាតិការបស់គាត់ Snow នៃមាតិកាទៅលើភាពសប្បាយរីករាយហើយនឹងរង្វាន់ដែលធ្វើឲ្យយើងរំជួលចិត្តអញ្ចឹងបានធ្វើឲ្យវីដេអូរបស់គាត់មានការតាក់ទាញខ្លាំងមែនទែនអូខេពាក់ព័ន្ធជាមួយនឹងការបកស្រាយរបស់ខ្ញុំហើយនឹងការចូលទៅមើលចំណូលរបស់ Mr. Beast ក្នុងថ្ងៃនេះយើងមានតែប៉ុណ្្នឹងចុះបើសិនណាក្នុងករណីបងប្អូនចង់បានព័ត៌មានបន្ថែមពាក់ព័ន្ធជាមួយនឹងការចាប់ដើមអាជីពជា YouTuber ឬក៏ជា content creator បងប្អូនអាច follow ខ្ញុំមួយម្នាក់មួយទៅដើម្បីទទួលបានព័ត៌មានបន្ថែមទៀតណាអរគុណច្រើន